Voi Cambodia ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិបេក្ខជនបន្ទាប់នេះមកពីខេត្តសៀមរាបគាត់ជាអ្នកចម្រៀងម្នាក់បាទសួស្តីបាទខ្ញុំបាទគឺជាបេក្ខជនដែលអញ្ជើញមកពីខេត្តសៀមរាបហើយខ្ញុំបាទឈ្មោះឈៀវឡានបាទមុននឹងខ្លាចជាអ្នកចម្រៀងបាទនៅតាមវងតន្ត្រីអីហ្នឹងបាទខាងភ្លេងការអីហ្នឹងគឺពីមុនមកធ្លាប់ធ្វើមានមុខរបរមួយទៀតគឺជាងផ្សារដែកមែនទេបាទហើយកាលពីឆ្នាំ2004ខ្ញុំបាទធ្វើជាជាងផ្សារដែកក្រោយមកទៀតខ្ញុំបាទក៏បានជួបឧបសគ្គជាច្រើនសម្រាប់ការផ្សារដែកធ្វើជាជាងដែកដោយសារតែមានកតិចដែកខ្លះពេលដែលយើងកំពុងផ្សារវាអាចរលាក់មកលើខ្លួនប្រាណរបស់យើងគឺក៏ចូលភ្នែកបាទហើយរាល់ថ្ងៃខ្ញុំបាទក៏ជាអ្នកចម្រៀងដែរប្រចាំនៅខេត្តសៀមរាបគឺប្រចាំនៅក្រុមតន្ត្រីឆ្មាសមុទ្រអារម្មណ៍ភាពលំបាកខុសគ្នារវាងពីជាងផ្សារដែកដែលធ្លាប់តែកាន់គេហៅថាឧបករណ៍ផ្សារអីហ្នឹងណាហើយនឹងអារម្មណ៍ពេលដែលយើងខ្លាចជាអ្នកចម្រៀងកាន់មីក្រូហ្វូនច្រៀងអីចឹងវាខុសគ្នាយ៉ាងម៉េចដែរបាទការស្លៀកពាក់យើងមិនសូវជាតុបតែងប្រមាណបងចាប់បានកៅអៅណារៀងចាស់បន្តិចដល់ពាក់បានហើយបងបាទសម្រាប់យើងធ្វើជាតារាចម្រៀងវិញគឺការស្លៀកពាក់វាត្រូវតែមានលក្ខណៈមួយថាអត់ទៅសមរម្យហើយថ្ងៃនេះខ្ញុំបាទនឹងបញ្ចេញនៅសេចក្តីកុសលរបស់ខ្ញុំបាទដែលមានផ្ដល់ជូនទៅដល់គ្រូបង្វឹកទាំង4ដែលលោកនឹង3បតុងកៅអីទាំងនេះគឺជាក្តីសង្ឃឹមរបស់ខ្ញុំបាទដែលចិត្តដែលស្រឡាញ់វិស័យសិល្បៈជាពិសេសគឺវិស័យសិល្បៈចម្រៀងតែម្ដងគិតមិនយល់ខ្វល់ក្នុងអរាដូចទឹកស្រក់លើស្លឹកឈូកអូនបំពៀនហ៊ានក្បត់ផ្ទាល់មុខក្តីទុកបងធំពុនវេហាឆ្អែតលេងចង់មនុស្សត្រង់មកដេចមកឌៀមលេបខ្លោចសាអូនជ្រែកស្នេហ៍ទុនត្រៀនចិនដាប្រុសណាអាចទ្រាំរីករាយព្រោះទាំងមិនបាច់ច្រើនព្រោះក៏យ៉ាងគ្មានចិត្តជំហរច្បាស់គេផងៀងទៅមានថ្មីតែកូនជន់កាញ់ហើយគួកុំឆ្លើយបិទបាំងធ្វើអ្វីអស់ចិត្តប្រាប់មកថ្លៃមិនខាត់ស្រីព្រមតាមជីវ៉ាទៅចុះមនុស្សដែលគ្មានការពិតទៅចុះចិត្តដែលគ្មានមេត្តាទៅចុះភ្លើងចិត្តឬសាគ្មានជន់ណាទ្រាំឈឺទៀតឡើយល្មមហើយកុំឲ្យមានពីចប់គ្នាទៅចុះអូនទាំងអត់ទឹកស្រក់នៅលើស្លឹកឈូកគឺជាបទដែលបងចូលចិត្តបងស្រឡាញ់បទហ្នឹងខ្លាំងណាស់នោះទៅជាមនោគមណាមនោគមបទហ្នឹងក៏ខ្ញុំចូលចិត្តដែរជាការពិតអូនឈ្មោះអីបាទខ្ញុំបាទឈ្មោះឈៀវឡានបាទឈៀវឡានឈៀវឡានឈៀវឡានអាយុប៉ុន្មានណាអូនបាទខ្ញុំបាទអាយុ29ឆ្នាំ29ឆ្នាំអូនមានស្រុកកំណើតនៅទីណាដែរភ្នំពេញឬក៏ខេត្តបាទស្រុកកំណើតរបស់ខ្ញុំបាទគឺនៅខាងខេត្តសៀមរាប Yes សម្រាប់អូនគឺ
បងសុំនិយាយថាអស្ចារ្យបងអូនដូចជាឈរច្រៀងនៅពីលើមេឃមកអញ្ចឹងសំឡេងរបស់អូនគឺស្ដាប់បានទាំងអស់ទូលំទូលាយហើយច្បាស់ជាពិសេសគឺអក្ខរាវិរុទ្ធពាក្យបាទអរគុណបងហើយជាពិសេសគឺអារម្មណ៍របស់បងអូនគឺដាក់បានដល់នៅក្នុងបទចម្រៀងហ្នឹងបងនិយាយថាបើសិនជាទុកបន្តិចទៀតច្រៀងតែមួយឃ្លាទៀតបងយំជឿអត់មើលភ្នែកបងមើលក្រហមអត់មែនទេមកពីចោលបាញ់ទៅច្រើនពេកទេទៅគាត់ក្រហមបងចូលចិត្តសំឡេងបែបហ្នឹងសំឡេងដែលមានទឹកដមសំឡេងដែលមានកម្លាំងហើយជាពិសេសគឺប្អូនច្រៀងបានល្អគ្មានចំណុចណាមួយដែលបងត្រូវកត់សម្គាល់ថាជាចំណុចខ្វះខាតអញ្ចឹងមិនឈឺឡានជ្រើសរើសត្រឹមត្រូវណាជ្រើសរើសយកបងទៅគឺមិនខុសទេដោយសារអីចំណូលចិត្តយើងដូចគ្នាបាទសូមអរគុណចាហើយបងសន្យាថាបងនឹងជួយប្អូនឲ្យទទួលបានជោគជ័យមិនដែរឈឺឡានរំភើបអត់ដែលខូចទាំង4អ្នកចុចយកទាំង4បាទមានអារម្មណ៍រំភើបបាទរំភើបខ្លាំងមែនទេដែលមិនធ្លាប់មានអីហួសពីរំភើបបាទមិនធ្លាប់មានពីមុនមកបាទស្ទើរតែនឹងធ្លុះបាទចេញខាងខាងឈឺឡានមិនមែនគ្រាន់តែលោកនៅ3រិទ្ធពេញចិត្តនៅសម្លេងរបស់ឈឺឡានទេសម្បីតាទស្សនិកជនរបស់យើងនៅខាងក្រោយទាំងអស់គ្នាគាត់ហូរតាំងពីឈឺឡានជាងដំបូងមកម្លេះហើយខ្ញុំគ្រាន់តែចង់ស្ដាប់ឲ្យដល់ចប់ដើម្បីឲ្យដឹងថាការបង្ហាញនៅសម្លេងរបស់ឈឺឡានហ្នឹងដល់កម្រិតណាប៉ុន្តែគឺពិតជាល្អខ្លាំងបំផុតសម្រាប់ខ្ញុំគឺសម្រាប់ខ្ញុំចាឈឺឡានមិញទិញទឹកចិត្តនាងខ្ញុំបានខ្លាំងហើយអាយ៉ាមែនតើចាសម្លេងបែបនេះគឺជាសម្លេងបែបធ្ងន់តែគាត់អាចគាត់បញ្ចូលមនោសញ្ចេតនាទៅតាមបទចម្រៀងដោយបទចម្រៀងរបស់លោកនៅបាញ់រិទ្ធនិយាយមិញហ្នឹងគាត់និយាយថាបទហ្នឹងគឺបទដែលគាត់ចូលចិត្តនាងខ្ញុំក៏ដូចគ្នាបទហ្នឹងនាងខ្ញុំស្រឡាញ់ហើយស្ដាប់ទៅជីទូទៅបើសិនជាអ្នកដែលមិនបានមិនដូចថាសម្លេងច្រៀងធម្មតាច្រៀងអត់បានទេចាតែក៏ប៉ិតសម្លេងរបស់ឈីឡើងមិញបើសិននាងខ្ញុំមិនបានចុចហ្មងគឺអូយស្ដាយក្រោយណាស់តែពេលដែលបានចុចមកគឺរំភើបលើសដើមតែម្ដងហេតុអីក៏សម្លេងព្រោះយ៉ាងហ្នឹងសម្លេងនេះគឺចេញរួមបងជាអ្នកចុចមុនដំបូងគេក្រក់អូយខ្ញុំមិនផ្ទៀងបងជាប់ផ្ទៀងគាត់ថាអូយបត់ហ្នឹងគាត់លើអូទឹកលើស្លឹកឈូកជាបត់ដែលខ្ញុំចូលចិត្តអូខ្ញុំចេះជ្រៀងឃើញខ្ញុំចេះជ្រៀងឃើញអត់ចាអរគុណបើជ្រើសរើសយកជាសមាជិកនៅក្រុមរបស់ខ្ញុំអាប់ដេតហ្មងជួយឲ្យល្បីហ្មងជួយលេងខ្ញុំទៅណាអូខេឥឡូវខ្ញុំសូមឲ្យមេដៃទាំងពីរដល់ឈីវឡានគាត់មានសមត្ថភាពល្អមុនដំបូងពេលដែលគាត់បកស្រាយចេញមកសម្លេងគាត់ថ្លាខ្ញុំមើលមកគាត់បដាខ្ញុំមើលមាត់គាត់បដាមើលមាត់ទៀតខ្ញុំសឹងទៅទាញមីក្រូនឹងចាញ់ពីព្រោះខ្លាចគេចាក់បត់ឲ្យគាត់ធ្វើកាយវិការលេងបិឆោតសម្លេងល្អទេសម្លេងនឹងសម្លេងរបស់សម្លេងល្អខ្លាំងណាស់សម្លេងនេះបើសិនជាគាត់មកក្រុមជាមួយខ្ញុំទាំងបទពិសោធន៍របស់ខ្ញុំទាំងប្រមាណខ្ញុំចង់បានបែបនេះសម្លេងបែបនេះដែលខ្ញុំចង់បានរបស់នាងខ្ញុំនឹងជួយឲ្យឆាប់ល្បីហើយលឿនបំផុតជឿខ្ញុំទៅមនុស្សស្រីពិបាកនិយាយគ្នាណាអូខេចាស់ជាមួយឆ្នាំហើយចាស់ជាមួយឆ្នាំហើយបាទខ្ញុំបាទចេះស្ទៀងតាមពីខ្ញុំបាទអាយុ15ឆ្នាំវ៉ាចាំបានខ្ញុំចាបាទអញ្ចឹងដើម្បីកុំឲ្យប្អូនមានការសម្រេចចិត្តយូរពេកបងចង់ដឹងភ្លាមតែម្ដងថាប្អូនយកបងអត់សម្រេចចិត្តខ្ញុំសន្យាថានឹងឲ្យបងក្លាយជាអ្នកជំនាញដ៏ល្បីសម្រេចចិត្តឲ្យច្បាស់ថាយកនាងខ្ញុំណាខ្ញុំចេះច្រៀងពីក្មេងដូចគ្នាចាបាទអរគុណបាទក៏ពិតទៅគឺសម្រាប់បាទខូចទាំង4គឺខ្ញុំស្រឡាញ់និងគ្រប់គ្រងពួកគាត់ទាំង4នាក់បាទប៉ុន្តែបាទចិត្តរបស់ខ្ញុំដែលរំពឹងគិតតាំងពីយូរហើយជាពិសេសនៅពេលដែលបានឃើញពួកគាត់វ័យនៅកៅអីបាទដើម្បីជ្រើសរើសខ្ញុំបាទជាកូនក្រុមបាទគឺក្នុងបេះដូងសង់ផ្ទុះចេញក្រៅដូច្នេះបាទខ្ញុំបាទ